ចាថ្ងៃនេះមកទៀតឲ្យបងប្អូនគឺឆាស្លឹកកញ្ឆាយដើម្បីធ្វើស្នូលនំកញ្ឆាយសានេះធ្វើនំកញ្ឆាយមូលណាចាឥឡូវវិធីធ្វើនំកញ្ឆាយខ្ញុំមានតែប៉ុណ្្នឹងឯងតែនឹងមានវគ្គលម្អិតចុងវីដេអូបន្តិចព្រោះខ្ញុំលាយម្សៅខុសបើសិនបងប្អូនមើលដល់ចប់នឹងដឹងថាមូលហេតុអីបានខុសអញ្ចឹងណាឥឡូវយើងមកនិយាយរឿងឆាកញ្ឆាយដាក់ខ្ទះឲ្យក្តៅដាក់ខ្លាញ់ហើយឆាខ្ទឹមមកឈ្ងុយទៅដាក់គ្រឿងប្រេងខ្យងប៊ីចេងស្ករអំបិលសុកខ្នុរបន្តិចទៅហើយយើងយកកញ្ឆេងមួយច្រោះទុកឲ្យវាស្ងួតទឹកណាហើយយើងទុកវាមួយឡែកយើងមកលាយម្សៅហ្នឹងគឺម្សៅតណើមួយចានហើយនឹងម្សៅឆាមួយចានស្មើនឹងមួយខាប់បងប្អូនខ្ញុំវល់ហើយបន្ទាប់មកម្សៅអង្គខ្សាយយើងហ្នឹងគឺកន្លះខាប់មានន័យថាកន្លះចានចង្កឹះមិញវាស្មើគ្នាព្រោះខ្ញុំធ្លាប់វល់ហើយយើងវល់3មុខហ្នឹងចូលគ្នាយើងដាក់ស្ករមកហើយនឹងអំបិលតិចមកដើម្បីចូលឲ្យវាមានជាតិហើយយើងកូរគ្រឿងស្ងួតហ្នឹងចូលគ្នាអស់ចឹងទៅយើងចាប់ផ្ដើមយកទុកវាមួយឡែកហើយយើងដាំទឹកចំនួនទឹក300 ml តែបើសិនជាបងប្អូនធ្វើម្សៅដូចខ្ញុំវល់មិញហ្នឹងគឺធ្វើតែ200 ml បានហើយបងប្អូនមូលហេតុអីព្រោះខ្ញុំខុសវីដេអូនេះទៀតនឹងឃើញថាមូលហេតុអីมันខុសមកពីដាក់ទឹក300 ml ណាដល់ពេលខ្ញុំដាក់300 ml អញ្ចឹងដាក់300 ml អញ្ចឹងវាកូរចុះកូរឡើងទៅវារៀងម្សៅនឹងរៀងស្អិតទៅទៀតបងប្អូនឃើញហើយបើសិនជាបងប្អូនធ្វើដូចខ្ញុំឲ្យដាក់ទឹក300 ml តើបងប្អូនថែមម្សៅចុងក្រោយខ្ញុំថែមឡើង3ដងមិនធ្វើម្សៅនឹងត្រូវប៉ុន្តែដល់ពេលយើងថែមម្សៅនំនឹងវាអត់សូវទន់ទេវាឡើងទៅជាស្រៀងហឹងជាងមុនបន្តិចប៉ុន្តែបើសិនជាយល់ល្អបងប្អូនដាក់ទឹកតែ250 ml ឬក៏250 ml បានហើយកុំដាក់ដល់300 ml ដូចខ្ញុំអញ្ចឹងវាត្រូវការលាយម្សៅបន្ថែមវាធ្វើឲ្យញ៉ៃហើយបន្ទាប់មកយើងត្រូវលាយប្រេងឆាហ្នឹង2សព្រាហ្នឹងមកឲ្យវាកុំឲ្យវាស្អិតខ្លាំងពេកណាកុំឲ្យវាជាប់ដៃជាប់អីឲ្យវាស្រួលស្មូតតែដល់ពេលខ្ញុំដាក់ទឹក300 ml ទៅបងប្អូនឃើញដូចវារៀងទន់ពេកឯងដល់ពេលទន់ពេកចឹងទៅខ្ញុំគិតថាវាអត់ត្រូវណាវាស្ទើរម្សៅព្រោះយើងដាក់ទឹកជ្រុល300 ml មកមូលហេតុអីដោយសារយើងដាក់ម្សៅអត់មកដូចគ្នាជួនកាលម្សៅឆាហ្នឹងគឺវារៀងនេះទៅបើយើងទិញ brand អីយើងដាក់មួយគ្នាហ្នឹងវាត្រូវជាងឥឡូវយើងថែមលើកទី1បងប្អូនដាក់ប្រហែលខ្ញុំក្បងដៃបន្តិចហ្នឹងទៅនៅតែវារៀងជ្រាយអញ្ចឹងខ្ញុំថែមជាលើកទី2ដល់ពេលថែមជាលើកទី2ក៏ខ្ញុំត្រូវការដាក់ប្រេងថែមដែរព្រោះវារៀងឡើងម្សៅអញ្ចឹងខ្ញុំថែមប្រហែលជាកន្លះសព្រាទៀតនេះកន្លះសព្រាបន្តិចទេដើម្បីឲ្យវាស្រួលទន់ណាដល់ពេលហើយនៅតែអត់ត្រូវទៀតបងប្អូនគឺអត់ត្រូវទេឃើញខ្ញុំព្យាយាមធ្វើម្សៅហ្នឹង2ដងហើយដាក់អត់ត្រូវទេឥឡូវយើងដាំទឹកឲ្យពុះមកត្រូវលើកទី3គឺខ្ញុំដាក់ម្សៅក្បងមួយដៃថែមទៀតឲ្យបានថតតែខ្ញុំត្រូវថែម3ដងបានមកប៉ុណ្ណឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនអត់ចង់ញ៉ៃដូចខ្ញុំបងប្អូនដំបូងដាក់តែ200 ml បានហើយទឹកណាហើយបើសិនជាដាក់300 ml តើថែមម្សៅដូចខ្ញុំអញ្ចឹងមិនទៅជាអញ្ចឹងប៉ុន្តែវានៅរៀងហឹងបើសិនបងប្អូនញ៉ាំរៀងហឹងទៅអត់សូវចង់សាច់ទន់ទេអាហ្នឹងធ្វើតាមខ្ញុំថែមចុះថែមឡើងអញ្ចឹងទៅតែបើសិនជាបងប្អូនរៀងចង់ញ៉ាំទន់បងប្អូនដាក់ទឹកត្រឹម200 ml ឬក៏ដាក់200 ml សិនទៅបន្ទាប់មកចាំថែមតាមក្រោយត្រឹម250តាមមើលជាស្ដាយម្សៅបងប្អូនគឺការវល់អីចឹងណាឥឡូវយើងកាត់បាន9ដុំនំមួយហ្នឹងណាហើយខ្ញុំមិនមែនជាអ្នកធ្វើលើកទី1ដែរខ្ញុំធ្វើលើកទី1ណាហើយវិចខ្ចប់ហ្នឹងគឺខ្ញុំអត់ចេះធ្វើទេខ្ញុំធ្វើតាមនេះដល់ពេលធ្វើយូរទៅរៀងស្ទាត់ចូលនំទី3ទី4ដឹងរបៀបខ្ចប់នំនឹងវាស្រួលមិនតែឥឡូវមើលដូចវេទនាខ្ចប់បងប្អូនវាមិនមែនអ្នកជំនាញទេព្រោះយើងចង់ញ៉ាំនៅអាមេរិកនេះចង់ញ៉ាំតរៀនធ្វើខ្លួនឯងបងប្អូនអើយមិនអាចទៅទិញក៏អត់ឆ្ងាញ់ដែរអញ្ចឹងធ្វើមានតែវិធីធ្វើខ្លួនឯងហើយថ្ងៃមុនខ្ញុំធ្វើកញ្ឆាយឆុងនឹងស្រួលមែនតើហើយឆ្ងាញ់បងប្អូនហើយអត់មានប្របាក់ញ៉ៃនេះទេនេះវារៀងវែងឆ្ងាយបន្តិចទេបងប្អូនហើយខ្ញុំកាត់กระดาษដុតនំទ្រាំដើម្បីវា smooth ហើយលាបប្រេងឆាពីលើដើម្បីវាឡូងស្អាតចឹងណាពេលចំហុយទៅស្អាតហើយយើងដាក់ស្នូយើងលុញអញ្ចឹងក៏បានយើងអត់លុញក៏បានស្រេចយើងទេខ្ញុំមានប្រដាប់លុញតែខ្ជិលយកធំពេកយករ៉ែនឹងបដ ாய் ទៅអញ្ចឹងយើងដើម្បីធ្វើឲ្យវាកុំឲ្យវាយើងសម្ប៉ែតកដាលកុំឲ្យស្ដើងពេកខ្លាចវាធ្លាយនំណាអញ្ចឹងយើងខ្ចប់អញ្ចឹងមកបងប្អូននិយាយទៅមើលទៅដូចតំណងតាមពិតខ្លួនឯងពិបាកធ្វើបងប្អូនណាខ្ចប់ហ្នឹងណាប៉ុន្តែចេះចង់ញ៉ាំនឹងរៀនធ្វើទៅនេះមានអីស្អាតទេតាលើកទី1ណាតែនិយាយខ្លួនឯងសរសើរខ្លួនឯងឥឡូវបងប្អូនចាំមើលដល់វគ្គនំទី4ទី5មិនខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើដូចរៀងស្នឹកដៃណាព្រោះនេះនំទី1ទី2មើលទៅដូចរៀងវេទនា
ហើយ snow រៀងច្រើនទៀតចឹងណាអាមកកឆេហ្នឹងធ្វើបាន9នំហើយសល់ snow ទៀតតែខ្ញុំទុកធ្វើលើកក្រោយប៉ុន្តែខ្ញុំចង់និយាយថាបងប្អូនញ៉ាំទៅពុលដូចខ្ញុំអត់ខ្ញុំញ៉ាំទៅពុលកឆាយព្រោះខ្ញុំញ៉ាំកឆាយលើកទី1ខ្ញុំកឆាយព្រៃហ្នឹងដាំនឹងផ្ទះដោះហ្នឹងណាគឺខ្ញុំញ៉ាំទៅមានបញ្ហាដូចពុលក្អួត allergy អញ្ចឹងណាតែកូនទីប្តីញ៉ាំទៅអត់បញ្ហាអញ្ចឹងខ្ញុំគិតថាមកពីកឆាយព្រៃអត់អស់ចិត្តសារហ្នឹងខ្ញុំធ្វើកឆាយទិញពីផ្សារមកមានកឆាយយើងធម្មតាហើយខ្ញុំយកមកញ៉ាំនំ1នំ2ទៀតយកមកញ៉ាំអស់2កដាយកធ្វើទុកក្អួតទៀតមានន័យថាខ្ញុំចាញ់កឆាយអត់ដូចកាលនៅស្រុកខ្មែរខ្ញុំញ៉ាំកឆាយមានបញ្ហាអីទេដល់ពេលខ្ញុំខានញ៉ាំមក5 6ឆ្នាំខ្ញុំញ៉ាំមួយដងខ្ញុំពុលរហូតពីមុនខ្ញុំគិតថាខ្ញុំញ៉ាំកឆាយដាំនៅផ្ទះវាពុលដល់ខ្ញុំទិញពីផ្សារមកនៅតែពុលតែកូននេះប្តីខ្ញុំអត់មានបញ្ហាទាំងអស់បងប្អូនដល់ពេលខ្ញុំប្រហែលជាខ្ញុំខានញ៉ាំយូរពេកវាអត់ទទួលយកដល់ចឹងពុលបណ្ដោយតែកូនតៃញ៉ាំបានធម្មតាអញ្ចឹងណាបងប្អូនឥឡូវនេះបងប្អូនឡៃនេះស្រួលគឺខ្ញុំត្រូវយកមេដៃហ្នឹងចុចអាហ្នឹងជាប់រហូតនឹងកដាទៅយើងចង់ថែម snow ទៀតក៏បានដែរស្រួលមែនតើឃើញបងប្អូនយកមេដៃយើងហ្នឹងចុចនឹងស្លឹកហ្នឹងទៅឲ្យបត់ទៅបានដែរស្រួលមែនតើតាមពិតគឺយើងវិចបាន3 4នំទៅយើងដឹងរបៀបដាក់ snow ពីមុនខ្ញុំអត់ដឹងទេយើងច្រើនណាតុបមួយដៃយកមេដៃហ្នឹងចុចទៅអារបស់ហ្នឹងវាចូលទៅក្នុងទៅទាញម្សៅមកបិទហើយស្រេចឥឡូវធ្វើឲ្យស្រេចស្រួល9នំតែយើងដាំទឹកឲ្យពុះហើយចាំយើងដាក់ចំហុយខ្ញុំប្រើរយៈពេល15នាទី15នាទីទៅ16 17នាទីអញ្ចឹងណាបងប្អូនតែឆ្អិនអស់ហើយយើងចង់ញ៉ាំឆ្អិននឹងក៏បានមើលឡើងអាឡងព្រិលបងប្អូនហើយខ្ទះនឹងមិនចាំបាច់ដាក់ឲ្យក្តៅដូចខ្ញុំឡាច់តែភ្លេចដាក់ក្តៅវាខ្ទៀតអញ្ចឹងបងប្អូនបើយើងដាក់ពេលខ្លាញ់អត់ក្តៅដាក់ទៅវាអត់ខ្ទៀតទេតែនេះខ្ញុំឡាច់តែជាប់ថតញ៉ៃទៅវាធ្វើឲ្យខ្ទៀតណាអញ្ចឹងនេះប្រែចុះប្រែឡើង4ខ្ញុំដាក់4ដុំនឹងញ៉ាំខ្ញុំញ៉ាំអត់អស់ហើយខ្ញុំញ៉ាំបានតែដូចជា2ដុំឯង1ដុំឯនេះញ៉ាំឲ្យពុលក្អួតនឹងឯងតែពេលកូនខ្ញុំញ៉ាំអត់អីទេប្តីខ្ញុំញ៉ាំក៏អត់អីដែរបងប្អូនប៉ុន្តែបញ្ជាក់ថាបើសិនជាបងប្អូនធ្វើម្សៅដូចខ្ញុំនិយាយដូចខាងដើមអញ្ចឹងអាហ្នឹងវារៀងរឹងតិចទេបងប្អូនតែបើយល់ល្អបងប្អូនកុំដាក់ទឹក3កុំដាក់300 ml ដាក់ត្រឹម200 ml សិនទៅអាចស្គួរ250 ml ពេលដាំពុះហ្នឹងណាអាហ្នឹងទៅវាអត់មានបញ្ហារឹងមកញ៉ាំតែសាច់ម្សៅរឹងទៀតហ្នឹងទៅMm.